Ok, xong chụp điệp xuống ông đó này là dừng bật to nơi media củaយើងដែលតេតឹងទៅនឹងការប្រើប្រាស់ដាប់ Photoshop CC បាទឥឡូវខ្ញុំនឹងលើកនៅ tool មួយទៀតដើម្បីបង្ហាញបងប្អូនតេតឹងទៅនឹងការប្រើប្រាស់នៅ tool នេះបាទ tool នេះវាមានឈ្មោះថា brush tool ហើយវាមាន pencil tool color បាទ color replace tool ហើយនឹង make tool អូខេអញ្ចឹងតើ tool ទាំងអស់ហ្នឹងវាមានសារៈប្រយោជន៍ដូចម្ដេចឥឡូវខ្ញុំសូមបើកនៅរូបភាពមួយបង្ហាញបងប្អូនតែម្ដងអូខេនេះរូបភាពហ្នឹងយើងយករូបភាពអ្វីក៏បានដែរអូខេខ្ញុំបង្ហាញតើតើនឹងការប្រើប្រាស់ brush tool ហ្នឹងទួនាទីវាសម្រាប់ធ្វើការផាត់អូខេធ្វើការផាត់ពណ៌បាទយើងផាត់ដូចម្ដេចពេលដែលបងប្អូនចូលមកកាន់នេះអញ្ចឹងបងប្អូនអាចជ្រើសរើសពណ៌នៅទីនេះ color នេះអញ្ចឹង color នេះយើងយកវាមកប្រាស់នៅទីនេះបានហើយមុខកាត់នៃការប្រើប្រាស់សម្រាប់ផាត់នៅទីនេះវាមានអូខេទួនាទីវាបងប្អូនឆ្ងល់ថាយើងប្រើវាដើម្បីអីកន្លែងនេះគឺបើកន្លែងនេះខ្ញុំបង្ហាញនៅវីដេអូមុនហ្នឹងអញ្ចឹងបើបងប្អូនចង់ឲ្យទីនេះវា smooth បងប្អូនទាញមកឲ្យ0តែម្ដងមកហើយនេះតេតើទំហំនេះទំហំនេះគឺបងប្អូនកណ្ដាលយើងដាក់ឲ្យតូចគឺទំហំវាតូចអូខេយើងទាញធំមកគឺទំហំវាធំហើយកន្លែង mode នេះគឺជំរើសនៅទំហំទម្រង់ style លើវាហើយ capacity និង cloud នេះគឺសម្រាប់ដាក់កុំឲ្យវារួមវាស៊ីខ្លាំងពេកយើងដាក់ព្រាមកអូខេនៅពេលដែលខ្ញុំរើសនៅពណ៌នេះឧទាហរណ៍បងប្អូនចង់នេះយើងអាចធ្វើការ select ពណ៌នៅលើរូបភាពរបស់យើងយកមកផាត់ក៏បានដែរបាទនេះគឺអញ្ចឹងឬក៏យើងរើសពណ៌ស្រាប់នៅទីនេះយកវាមកប្រើក៏បានដែរបងប្អូនឃើញអញ្ចឹងខ្ញុំចង់ផាត់ពណ៌នេះមួយអានេះគឺខ្ញុំស៊ូមវាធំអូខេបាទអញ្ចឹងយើងបងប្អូនអាចយកមកផាត់នៅលើទីនេះយើងយកវាមកផាត់ទៅបងប្អូនឃើញអញ្ចឹងយើងផាត់ពណ៌អញ្ចឹងមកនេះបាទហ្នឹងគឺយើងយកវាមកផាត់អញ្ចឹងទួនាទីវាសម្រាប់ធ្វើការផាត់ពណ៌អូខេអញ្ចឹងខ្ញុំ back វាវិញអាហ្នឹងបងប្អូននឹងយល់ប៉ុន្តែនៅទួនាទីវាមួយចំនួនទៀតនៅកន្លែងនេះកន្លែង brush tool បងប្អូនពេលចូលកន្លែងហ្នឹងវាឲ្យយើងជ្រើសរើសនៅគេហៅថារូបភាពឬក៏អីមកដាក់នៅទីនេះបានឧទាហរណ៍ថារូបនេះតាក់ទងរូបវារូបស្មៅអញ្ចឹងខ្ញុំយកវាមកគូសនៅលើនេះអញ្ចឹងខ្ញុំចង់ចាក់ពណ៌ឲ្យដូចពណ៌ស្មៅអូខេបងប្អូនអាចរើសពណ៌នៅទីនេះបានបាទខ្ញុំចុចអូខេមកចានេះរូបស្មៅខ្ញុំចុចអូខេកន្លែងនេះពេលខ្ញុំយកវាមកគូសបងប្អូនឃើញអញ្ចឹងរូបស្មៅហ្នឹងបងប្អូនគូសឲ្យច្រើននៅទីនេះមកបងប្អូនឃើញអញ្ចឹងយើងគូសមកនេះយើងចង់ដាក់ស្មៅច្រើននៅលើទីនេះអានេះហេតុអីបានជាយើងប្រើប្រាស់វាខ្ញុំសូមបង្ហាញថានៅពេលដែលបងប្អូនរៀននៅមេរៀនតាក់ទងនឹងស្ថាបត្យកម្មគឺពេលខ្លះយើងគូសដើមឈើយើងយករូបដើមឈើមកដាក់យករូបស្មៅមកដាក់ហើយនៅកន្លែង brush tool នៅទីនេះវាមានច្រើនសម្រាប់ឲ្យយើងធ្វើការគូសអូខេមានរូបភាពមានអ្វីៗជាច្រើនសម្រាប់យើងធ្វើការគូសមានដើមឈើមានអីចឹងអញ្ចឹងបងប្អូនអាចយកវាមកគូសបានអូខេឥឡូវខ្ញុំធ្វើការ back នេះចោលសិន control asset មកដើម្បី back ឲ្យវាបានច្រើនដងអូខេcontrol asset បាទឬក៏យើងប្រើប្រាស់នៅ tool អូខេ tool នេះយើងយកវាមកគូសនៅលើនេះលុបវាអស់មកបាទអញ្ចឹងខ្ញុំបដូរមកកាន់ tool នេះវិញអូខេ brush tool នេះវិញដដែលអញ្ចឹងបងប្អូនអាចរើសនៅរូបយើងដាក់ស្លឹកឈើឬក៏រូបដើមឈើអញ្ចឹងយើងអាចយកវាមកគូសបើសិនជាយើងចង់បានធំយើងបរិយានេះធំនេះបាទអញ្ចឹងគូសមកវាធំដែរបងប្អូនឃើញអានេះគឺរូបភាពស្អីគេមើលអត់សូវច្បាស់ដោយសារយើងដាក់នេះយើងដាក់ឲ្យពេញមកនេះអញ្ចឹងយើងរើសមកដាក់មកច្បាស់តែម្ដងអញ្ចឹងខ្ញុំអត់ទេវាអត់សូវស្អាតទេនេះអូខេខ្ញុំលុបវាចោលវិញបាទអញ្ចឹងយើងអាចរើសបានច្រើននៅទីនេះឧទាហរណ៍ថាពេលដែលបងប្អូនរើសនៅទីនេះហើយបងប្អូនថាអូកន្លែងនេះគឺអត់មានរូបអ្វីមួយដែលយើងពេញចិត្តទេអញ្ចឹងវាមានច្រើនរូបនេះអញ្ចឹងបងប្អូនអាចចូលមកកន្លែងនេះកន្លែង setting នេះដើម្បីធ្វើការជ្រើសរើសវាហើយមកជួរខាងក្រោមកន្លែង setting នេះគឺវាមានតម្រង់ជាច្រើនតេតើឧទាហរណ៍ថា natural brush អូខេខ្ញុំចុចនៅលើវាកន្លែងនេះបើបងប្អូនចុចអូខេមានreplace នៅអានេះចោលប៉ុន្តែវាអត់បាត់តាណាទេអញ្ចឹងបើសិនជាបងប្អូនចង់ add វាបងប្អូនយកពាក្យគេ add pen មកលើនេះមកវានឹង add បញ្ចូលនៅទីនេះអូខេអញ្ចឹងយើងមើលវាមានតម្រង់អីទៀតឲ្យយើងជ្រើសរើសអូខេអានេះគឺរូបអីគេទេពិបាកមើលពេកអញ្ចឹងខ្ញុំយកវាមកគូសមួយមើលរូបអីគេនេះអត់ឃើញទេបាទអញ្ចឹងអូនេះមានរូបផ្កាយរូបអីអញ្ចឹងយើងត្រូវការប្រើបងប្អូនយកវាមកប្រើមកឥឡូវខ្ញុំបង្កើតនៅ layer ថ្មីមួយនេះអូខេនេះមិនក៏វាមិនឲ្យអានេះប្រហែលជាយើងរើសពណ៌វាមើលអូខេ
ហើយវាអត់ឃើញពណ៌ទេឥឡូវខ្ញុំបង្កើតនៅកិច្ចការមួយថ្មីហ្មងបាទនេះខ្ញុំយក40 pixel ហើយនេះខ្ញុំយក40 pixel បាទអញ្ចឹងខ្ញុំយកវាមកគូសលើនេះអូអានេះតូចណាស់ហើយយើងអាច zoom វាធំតិចមើលបាទតូចពេកខ្ញុំយក100តែម្ដងយក200បងខែនេះខ្ញុំយក200ដែរបាទអញ្ចឹងកាត់ទំហំ1នាទីដើម្បីគូសឲ្យបងប្អូនមើលបាទនេះគឺខ្ញុំយកនេះទម្រង់នេះគេហៅទម្រង់ផ្កាយនេះហើយខ្ញុំយកពណ៌ខ្មៅបាទហើយខ្ញុំយកវាមកគូសលើទីនេះមើលបាទនេះមិនក៏អត់ឲ្យអញ្ចឹងអូខេដោយសារនេះគឺយើងបាទកន្លែងនេះខ្ញុំមានបញ្ហាដោយសារខ្ញុំអត់បានរើសនេះអូខេយើងរើស brush tool នេះបានវាឲ្យបាទអញ្ចឹងខ្ញុំ zoom វាតូចវិញមកអញ្ចឹងយើងរើសទម្រង់នេះមកយើងคลิกមើលបាទហើយបានវាអត់ឲ្យអូខេអញ្ចឹងយើងអាចបង្កើតផ្កាយទៅលើទីនេះអញ្ចឹងរូបខ្លះពេលដែលបងប្អូនធ្វើការ design យើងត្រូវការឲ្យគេដាក់ផ្កាយអូខេដូចរូបនៅកន្លែងនេះអញ្ចឹងយើងអាចដាក់នៅផ្កាយអីពេលយប់អញ្ចឹងអានេះដោយសារតែពេលថ្ងៃឯងអញ្ចឹងអានេះយើងដាក់ផ្កាយមកអត់សមដែរប៉ុន្តែយើងអាចប្រើប្រាស់នៅ brush tool ហ្នឹងសម្រាប់យើងយកទៅធ្វើយល់នៅពេលដែលយើងធ្វើកិច្ចការយើងផ្សេងយើងនឹងត្រូវការប្រើហើយមួយទៀតឧទាហរណ៍ថាពេលដែលបងប្អូនប្រើនៅ brush tool នេះអញ្ចឹងបងប្អូនអត់ពេញចិត្តអញ្ចឹងបងប្អូនអាចបន្ថែមនៅ brush tool ឲ្យខ្លួនឯងក៏បានដែរអូខេដើម្បីអាចបន្ថែមបានគឺបាទបងប្អូនចូលកន្លែងកន្លែងដូចជាកន្លែង reset brush អូខេឥឡូវខ្ញុំឆែកមើលតិចសិនអូខេបងប្អូនចូលកន្លែងនេះខ្ញុំចូលបង្ហាញបងប្អូនកន្លែង setting កន្លែងនេះហើយកន្លែងនេះបងប្អូនយកពាក្យថា load brush នៅលើនេះអញ្ចឹងបើសិនជាយើងមាន brush យើងអាចយកវាមកប្រើបានប៉ុន្តែយើងអត់មានតែយើងអាចបង្កើតនៅ brush ឲ្យខ្លួនឯងអញ្ចឹងនៅមេរៀនក្រោយគឺយើងអាចឧទាហរណ៍ថាខ្ញុំសូមទាញយកនៅរូបភាពនេះមួយខ្ញុំយក open នៅរូបភាពនេះមួយហើយរូបភាពនេះអញ្ចឹងយើងចង់បង្កើតវាជា brush ដើម្បីយកវាមកប្រើអញ្ចឹងដើម្បីអាចបង្កើតជា brush បានសូមបងប្អូនចូលអូខេបាទសូមបងប្អូនចូលកន្លែងមក edit ហើយបងប្អូនយកពាក្យថាអូខេយកពាក្យ define brush នេះអូខេបងប្អូនចេញលើវាមកអានេះរូបភាពនេះគឺរូបភាព PNG បងប្អូនអាចទាញយកចេញពីអ៊ីនធឺណិតបានឧទាហរណ៍ខ្ញុំដាក់ឈ្មោះវាខ្ញុំដាក់ឈ្មោះអានេះយើងដាក់ឈ្មោះថាជួនកាលដាក់ឈ្មោះទៅវាអាចជាន់របស់គេអញ្ចឹងប៉ុន្តែវាឲ្យបងលេងវាឲ្យ17 44ខ្ញុំដាក់17 44ដែរមកនេះអូខេខ្ញុំចុចអូខេមកអញ្ចឹងនេះបងប្អូនយើងអាចបង្កើតប្រាស់បានប៉ុន្តែនេះពេលយើងអាចយកមកប្រើលើទីនេះបានអូខេនេះគឺធំពេកខ្ញុំ control set វាសិនខ្ញុំ zoom វាវិញអូខេនេះប្រាស់អញ្ចឹងខ្ញុំបរិយវាមកអូខេនេះយើងអាចយកវាមកប្រើលើប្រាស់បានអូខេយ៉ាងនេះឬក៏បងប្អូនចូលមកកាន់ទីនេះពេលយើងបង្កើតបានហើយវាមិញលេខប៉ុន្មានទេអូខេនេះប្រាស់នេះពេលយើងបង្កើតប្រាស់បានហើយវាលោតមកទីនេះដែរអញ្ចឹងនេះយើងអាចបង្កើតប្រាស់ដោយខ្លួនឯងយើងអាចបង្កើតវាដោយខ្លួនឯងសម្រាប់យកមកប្រើថ្ងៃក្រោយអានេះធំពេកហើយអូខេនេះគឺខ្ញុំ zoom វាតូចតិចបាទនេះបាទអាហ្នឹងគឺចឹងងាយស្រួលចឹងប្រាស់តាក់ទងការផាត់ពណ៌លើហ្នឹងនេះខ្ញុំសូម back មកវាវិញចឹងបងប្អូននឹងស្វែងយល់ឲ្យខ្លួនឯងកន្លែងប្រាស់នេះវាអត់មានអីជាការលំបាកទេអាហ្នឹងសម្រាប់យកវាមកគូសអញ្ចឹងនៅពេលដែលយើងធ្វើកិច្ចការអីមួយយើងយកវាមកប្រើច្រើននៅលើនេះបាទដូចខ្ញុំបង្ហាញតាក់ទងការប្រើប្រាស់នៅប្រាស់អីគេប្រាស់ជួនកាលកន្លែងដែលយើងត្រូវការប្រើយើងត្រូវការដាក់ស្មៅដល់អីចឹងអញ្ចឹងកន្លែងនេះពេលដែលចុចលើនេះយើងអាចរើសពណ៌យើងអាចយកពីរូបភាពហ្នឹងមកប្រើក៏បានដែរអានេះគឺកន្លែងនេះយើង zoom មួយធំមកហើយបងប្អូនយកវាមកគូសលើនេះមកនេះបាទអញ្ចឹងអានេះសុំតើអានេះយើងចូលទៅកន្លែងប្រាស់នេះអូខេចូលកន្លែងប្រាស់យើងយករូបនេះមួយមកបើសិនជាយើងចង់ចាក់ពណ៌យើងចុចកន្លែងនេះហើយបងប្អូនយកមក select នៅលើពណ៌នេះមកហើយបងប្អូន zoom វាធំទៅយើងចង់ដើមឈើនេះធំហើយបងប្អូនយកមកផាត់លើនេះមកអូខេចានេះវាមានវាស្មើនៅទីនេះអូខេហ្នឹងខ្ញុំបង្ហាញតែប៉ុណ្ណឹងតើតើការប្រើប្រាស់អីគេ brush tool នេះអូខេឥឡូវគឺយើងងាកមកការប្រើប្រាស់នៅមួយទៀតគឺ pencil tool នេះ pencil tool ហ្នឹងក៏វាទុនទីវាដូចប្រាស់ដែរប៉ុន្តែអានេះវាខុសគ្នាត្រង់ថាប្រាស់វា smooth ជាងអូខេប្រាស់ឥឡូវខ្ញុំបែរនេះសិនប្រាស់វា smooth ជាងជាមួយនឹងអានេះឥឡូវខ្ញុំធ្វើការប្រៀបធៀបវាអូខេនេះគឺខ្ញុំ control set វាវិញមក
bà lấy nhóm trong cú group pi ní được bài kia chẳng nhóm trong do cả nhóm trong priệp thiệp thả pencil thôi nông pra nông vì mạch ok khi nhóm chơi nơi nơi group ní môi đi kia group đi bạn nhóm nơi group scroll một gram á nhóm trong cú group cài đi kia chẳng giờ background viết bỏ màu ok một nhóm một ôn chơi backspace nó chặt bỏ màuเลยnào chẳng bắt đầu mà tiết nhóm trong cú group bỏ số nên lừa pra ní nhưng chẳng đặt bỏ số hay chẳng cho lại ní máu hay giờ bỏ số chẳng được đại nhóm giờ cái gì nơi pencil thua nó chắc về được nhóm giờ một cú lên niệm một ôn lỡ ở nhóm về thòng về đầm bay cú về thòng bạn cú đó hay bà dương priệp thiệp cho môi đường pra đại dương giờ màu mình ok dương giờ này đi kia bạn dương giờ phiệp này đi kia dương giờ tầm hôm với pon kia mà hai kia mà này ok chẳng dùng chạy máu một ôn khơi chẳng về smooth chieng cùng rất capacity viết đôi kia plot viết đi kia mình tại pra nó cứ những cái price tràn mà tới viết tại đó đànนี้คือviệc sơ sạn mà để anh ấy có chúng taสำคัญเลยcái càng nghe thì những pra này bạn tờ nó cứ miền pi cho nó khó khăn vấn đề mỗi tiết tờ color replay thua ní cứสำหรับcái ta replay này color replay color những replay mà ở lớp nhưng mà hai nơiรูปเพียบនេះមួយអូខេរូបភាពនេះអញ្ចឹងខ្ញុំចង់ replace នៅ color របស់ slug ឈើនេះដូច color របស់នេះអញ្ចឹងខ្ញុំចូលមកទីនេះមកខ្ញុំយក replace color អូខេអានេះខ្ញុំស៊ូមធំតិចបាទអញ្ចឹងខ្ញុំអាចចលងពណ៌របស់នេះអូខេចលងពណ៌ដល់នេះមកហើយខ្ញុំយកវាមកផាត់ពណ៌ប៉ុន្តែពណ៌ដែលយើងផាត់បើផាត់នៅលើពណ៌អូខេយើងយកមកផាត់ឃើញបងប្អូនឃើញអញ្ចឹងយើងយកមកផាត់គឺផ្លាស់ប្ដូរពណ៌ប៉ុន្តែអាពណ៌ដែលយើងចលងមិញពណ៌នេះបើសិនតែយើងយកផាត់លើវាអត់ដូចទេអូខេវាអត់ដូរទេអញ្ចឹងយើងយកផាត់បងប្អូនឃើញគឺ replace នៅ color គឺធ្វើចឹងអញ្ចឹងសម្រាប់បងប្អូនមួយចំនួនជួនកាលគាត់ត្រូវការប្រើដែរអាហ្នឹងឬក៏សម្រាប់អ្នកដែលគាត់រៀនស្ថាបត្យកម្មអញ្ចឹងគាត់ប្លង់គាត់ត្រូវផ្លាស់ប្ដូរពណ៌ផ្ទៃទឹកពណ៌អីហ្នឹងគឺយើងត្រូវការផ្លាស់ប្ដូរអាហ្នឹង replace color លើនេះអូខេឧទាហរណ៍ថាបើបងប្អូនចង់ replace color នេះបងប្អូនចលង color ហ្នឹងគឺមើលវា replace អត់អូខេខ្ញុំចូលសារថ្មីខ្ញុំចូលកន្លែងនេះតោះខ្ញុំចូលពណ៌នេះហើយខ្ញុំយកនឹង color នេះអូខេអញ្ចឹងខ្ញុំយកវាមកផាត់នៅលើពណ៌នេះដដែលប៉ុន្តែវាកន្លែងចំណុចខ្លះវាផាត់ដោយសារពណ៌ហ្នឹងវាប្រហាក់ប្រហែលគ្នាអញ្ចឹងយើងផាត់មកប៉ុន្តែពណ៌ដែលដូចគ្នាគឺវាអត់ replace ទេអាហ្នឹងនេះយើង replace ទៅវាទៅតែមួយពណ៌តែនេះស្លឹកឈើអូខេអាហ្នឹងគឺចំណុចហ្នឹងប៉ុន្តែបងប្អូនមើលដល់ពេលយើង replace មកវាដោយ color នេះដែរហេតុអីបានវាដោយសារតែនេះវាអត់ពណ៌ដូចស្លឹកហ្នឹងទេវាផាត់ដោយដែរបើសិនជាយើងកុំឲ្យវាដោយគឺបងប្អូនខ្ញុំ back មកវិញសិនអូខេអញ្ចឹងបើសិនជាយើងអត់ចង់ឲ្យដោយគឺបងប្អូនឧទាហរណ៍ថាបងប្អូនចង់ផ្លាស់ប្ដូរ color នៅលើតែនេះទេបងប្អូនអាចធ្វើគេគឺការ select នៅគេយើងអាចប្រើនៅ quick select tool ហ្នឹងយើងយកវាមក select នៅលើ select នេះតែមួយមកនេះអូខេហើយយើងយកមក select នៅលើ select នេះតែមួយមកអូខេនេះadd time គឺចូលកន្លែង add time នេះមកអូខេខ្ញុំចង់យក select ទៅនេះបាទចានេះខ្ញុំថយវិញអូខេឧទាហរណ៍ខ្ញុំចង់ផ្លាស់ប្ដូរពណ៌ color នៅលើនេះអញ្ចឹងនៅលើរូបភាពពេលខ្លះយើងចង់បដូរមួយចំណុចអញ្ចឹងបងប្អូនចូលកន្លែងនេះមកហើយខ្ញុំចង់អីគេខ្ញុំចង់យកវាទៅមកដាក់ទៅលើពណ៌ទៅលើនេះទេអូខេអូខេបាទខ្ញុំសុំទោសអានេះគឺយើង select វានេះសិនបាទនេះអូខេឥឡូវយើងចង់បានពណ៌នេះអញ្ចឹងបងប្អូនចុចទីនេះមកយើង select នៅពណ៌នេះមកខ្ញុំចុចអូខេបន្តមកទៀតយើងយកអីគេនេះយក color replace tool នេះយកវាមកចុចលើវាមកអញ្ចឹងទោះបងប្អូនចុចដល់នេះក៏វាអត់អីគេវាអត់បដូរពណ៌ដែរព្រោះយើងបដូរពណ៌តែកន្លែងទីតាំងដែលយើងបាន select ទេបងប្អូនឃើញទេអញ្ចឹងចំណុចហ្នឹងវាល្អមួយយ៉ាងដែរសម្រាប់អីគេសម្រាប់យើងក្នុងការយកវាមកប្រើអូខេយកវាមកប្រើនៅក្នុង head part អីមួយក្នុងចំណុចអីមួយមួយទៀតពេលដែលបងប្អូនដល់កន្លែងហ្នឹងបងប្អូនកន្លែង mood នេះបងប្អូនអាចជ្រើសរើសអូខេជ្រើសនៅទម្រង់ style វានេះគឺអត់ឃើញឲ្យច្រើនអញ្ចឹងបាទអញ្ចឹងឬក៏កន្លែងនេះបងប្អូនអាចរើសនៅទម្រង់វាបាន
យើងមើលតែវានេះរើសនៅតម្រងវាសម្រាប់ធ្វើការផ្លាស់ប្ដូរបាទនេះគឺអូខេបងប្អូនរើសមកតើតម្រងណាមួយដែលមើលទៅយើងពេញចិត្តបាទនេះខ្ញុំ control D ដោះ select វាចេញអូខេបាទហ្នឹងគឺយើងប្រើអញ្ចឹងបើសិនជាបងប្អូនចង់អីគេចង់បដូរពណ៌នៅត្រង់ចំណុចនេះកុំឲ្យវាបាត់បង់អញ្ចឹងយើង select នៅលើចំណុចហ្នឹងមួយមកយើង select នៅលើរូបភាពចំណុចនេះមកឲ្យបងប្អូនអាចផ្លាស់ប្ដូរពណ៌វាបានហើយអានេះតាក់ទងការប្រើប្រាស់អីគេប្រើប្រាស់នៅ color replace គឺយើងអាចធ្វើការផ្លាស់ប្ដូរនៅ color បានបាទមួយទៀតតាក់ទងនឹង mixer brush tool នេះ mixer ហ្នឹងគឺវាសម្រាប់ធ្វើការ mix នៅពណ៌ color ហើយយើងចង់ឲ្យវាដូច color នេះទាំងអស់អញ្ចឹង select វាមកហើយបងប្អូនយកវាមកគូសលើហ្នឹងមកគឺវា mix ពណ៌ចូលគ្នាទាំងអស់ហើយអូខេវា mix ពណ៌ចូលគ្នាឡើងពណ៌ឡើងញ៉ៃញ៉ៃឃើញអញ្ចឹងកន្លែងនេះគឺយើងឃើញវា mix ពណ៌ញ៉ៃញ៉ៃអូខេអានេះគឺងាយស្រួលប្រើទេតែក៏យើងក៏ត្រូវការប្រើដែរប៉ុន្តែយើងមិនដឹងថាកិច្ចការងារណាដែលយើងត្រូវការប្រើសម្រាប់វាហ្នឹងប៉ុន្តែអានេះក៏នៃបើសិនជាបងប្អូនមើលឃើញតែចំណុចណាដែលយើងចង់គេចង់ focus នៅលើរូបភាពមកជួរឯបចេះក៏យើងអាចធ្វើវាបានយើងប្រើហ្នឹងមិនចូលមកបាទនេះគឺអ្វីដែលខ្ញុំចង់បង្ហាញគឺគេប្រើប្រាស់ច្រើនទៅលើ brush tool ហើយ color replace នេះក៏ប្រើច្រើនដែរសម្រាប់អ្នករៀននៅស្ថាបត្យកម្មអញ្ចឹងអញ្ចឹងក៏អាចធ្វើការផ្លាស់ប្ដូរពណ៌នៅលើផែនទីអូខេដូចព្រៃឈើឬពណ៌អីផ្សេងហើយចំណែក brush tool ហ្នឹងគឺគេប្រើសម្រាប់អាចយករូបភាពមកដាក់នៅលើរូបភាពរបស់យើងសម្រាប់បន្ថែមរបស់យើងឬក៏សម្រាប់ធ្វើការផាត់នៅគេនៅចិញ្ចាមឬប្រតិមុខឲ្យវាមានភាពតាក់ទាញអូខេអានេះចំណុចហ្នឹងខ្ញុំសូមបញ្ចប់តាក់ទងទៅនឹងប៉ុណ្ណឹងសម្រាប់ការប្រើប្រាស់នៅ tool ទាំង4នេះដែលវាមានរួម brush tool pencil tool color replace និង mix tool អូខេខ្ញុំជឿជាក់ថាបងប្អូននឹងអាចយល់ហើយប្រើប្រាស់វាបានយើងនឹងជួបគ្នានៅមេរៀនបន្តទៀតនៅពេលក្រោយបាទអរគុណបងប្អូនដែលបានទស្សនានៅវីដេអូនេះ